សម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាកម្ពុជានាថ្ងៃទី2ខែតុលាឆ្នាំ2025បានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយវឌ្ឍនភាពនិងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិករបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាសម្ដេចរដ្ឋសភាធិបតីខុនសូដារីបានមានប្រសាសន៍ថាពិធីផ្សព្វផ្សាយនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តនៅអនុសាសន៍ដែលសម្ដេចបានដាក់ចេញចាប់តាំងពីដើមនីតិកាលទី7និងជាពិសេសអនុសាសន៍នាពេលថ្មីកន្លងទៅវឌ្ឍនភាពនិងសមិទ្ធផលការងារកំណែតម្រង់រដ្ឋបាលសាធារណៈដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាននៃការកែតម្រង់រដ្ឋបាលសាធារណៈដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិជំនួសមកឲ្យតំណាងរាស្ត្រទាំងអស់សម្ដេចប្រធានរដ្ឋសភាបានកោតសរសើរនិងអបអរសាទរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនិងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញនិងមន្ត្រីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឲ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចគោលដៅរបស់យើងជាពិសេសការប្រែក្លាយសភាកម្ពុជាឲ្យទៅជាសភាអេឡិចត្រូនិកនាពេលអនាគតកំណែតម្រង់ជារឿងស្មុគស្មាញមួយប៉ុន្តែដោយប្រសាសន៍សម្ដេចតេជោហ៊ុនសែនបានលើកឡើងដូចនេះដែរបើយើងកែតម្រង់គឺយើងរស់បើយើងមិនកែតម្រង់ទេយើងប្រកាសជាស្លាប់សម្ដេចប្រធានរដ្ឋសភាស្នើដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តចូលរួមអនុវត្តកម្មវិធីកំណែតម្រង់នេះទាំងអស់គ្នានិងត្រូវខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់លើកកម្ពស់សេវាកម្មជូនតំណាងរាស្ត្រក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាពឡើងដោយសម្ដេចបានសង្កត់ធ្ងន់ថាការធ្វើកំណែតម្រង់គឺដើម្បីពង្រឹងប្រសិទ្ធភាពសុខដុមនីយកម្មនិងសាមគ្គីភាពដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ